ចាឥឡូវគីឡូនេះខ្ញុំចាន់ហើយបងប្អូននេះស្ងោរជីឆាយបងប្អូនឥឡូវឆ្អិនហើយចាយើងរៀបចំដូរសាឡូដូរអីដើម្បីយកទៅហូបបាយទាំងអស់គ្នាបងប្អូនហើយទៅសាឡូហ្នឹងបើសិនជាយើងមានទឹកត្រីដាក់រ៉ូឌីបន្តិចហើយនឹងញិចម្ទេសតិចតិចទៅគឺវាបន្ថែមរសជាតិឆ្ងាញ់ណាចាឥឡូវយើងចាប់ផ្ដើមដូរសាឡូដើម្បីយកទៅដាក់ហូបបាយទាំងអស់គ្នាបងប្អូនចានេះសាឡូឆ្អិនហើយបងប្អូនចាអញ្ជើញហូបបាយទាំងអស់គ្នាណាបងប្អូនណាមិនថានៅក្រៅប្រទេសក្នុងប្រទេសក៏ដោយមកហូបបាយជាមួយនឹងខ្ញុំហើយបងប្អូនថ្ងៃហ្នឹងបានមុខម្ហូបអីបងប្អូនចាថ្ងៃនេះគឺមុខម្ហូបចាំតកោរបស់នាងខ្ញុំគឺសម្លចាប់ឆាយចាប់ឆាយអីសាឡូជីឆាយបងប្អូនហ្នឹងហើយអធិស្ឋាននិយាយទៅយើងទុំតែរៀននិយាយទៅពេលអញ្ចឹងនិយាយខុសអញ្ចឹងណាសូមអធិស្ឋានបងប្អូនចាឥឡូវយើងទៅហូបបាយទាំងអស់គ្នាបងប្អូនណាជួយហូបបាយជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាជំរាបសួរបងប្អូនចាឥឡូវជួយហូបបាយទាំងអស់គ្នាជួយហូបបាយទាំងអស់គ្នាបងប្អូនបាទនេះពីអ្នកយាយតាខូតអត់ញ៉ាំដាក់ឃើញសាឡូអត់ចង់អត់តនឹងសាឡូនឹងឆ្ងាញ់ទៅសាឡូហ្នឹងតើមានកម្មវិធីបន់ជុំបន់មានកម្មវិធីកម្មវិធីអីបានគេប្រមូលបានមានសាឡូខ្ញុំស្ងោរខ្មៅបងប្អូនផុតអត់ដែលវាមិនសូវយកមកលក់ឯគ្រឿងលាក់ខ្យល់ទីបងឃើញដូចផ្លែរហូត
ចាឥឡូវខ្ញុំហូបមួយដែរបងប្អូនណាជំរាបលាបាយបាយបាទអរគុណបងប្អូនទេសនាវីដេអូរបស់ខ្ញុំបាទជូនពរឲ្យទាំងអស់គ្នាបាទជំរាបលាបាយបាយ